បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះបានទទួលដ្រូនមួយទៀតហើយបាទបងប្អូនប្រុសនៅភ្នំពេញទេបាទនេះជា DJI Mini 3 Pro បាទវាមានបញ្ហាសេវា Channel 5.8 អត់ដើរទេបាទគឺយើងដើរបានប្រហែលជំហានគឺដាច់សេវាហើយខ្ញុំបង្ហាញដែលភ្ជាប់នេះគឺយើងដាក់ Channel 2.4 អញ្ចឹងបានធ្វើឲ្យដ្រូនយើងអាចភ្ជាប់ជាបានណាបើយើងចំណេញដាក់ 5.8 វិញគឺសេវាខ្សោយមែនតើបានឡើងពណ៌លឿងបាទនេះតែជួយបងប្អូនមើលទាំងអស់គ្នាបាទនេះយើងថតអីផ្សេងៗអញ្ចឹងបវលកាមេរ៉ាគឺស្ពឹកមែនតើវាអត់ដើរ smooth ណាបាទហើយខ្ញុំដើរចេញពីឡៃតុកហ្នឹងគឺប្រហែលជាហ៊ានគឺឡើងលឿងដាច់សេវាបាទហើយនៅក្នុងវីដេអូបន្តនេះដែរខ្ញុំធ្វើការជួសជុលរៀបរាល់ហើយបាទយើងដោះម៉ាស៊ីនវាមកយកមកជួសជុលអញ្ចឹងបងប្អូនតាមទស្សនានៅលើរបាសេវាដែលខ្ញុំជួសជុលហើយហ្នឹងបាទឥឡូវខ្ញុំសេលេដាក់ 5.8 យើងតេស្តទៅឡើងអត់អីទេមិនបញ្ហាទៀតទេបាទ 2.4 ក៏ដើរ 5.8 ក៏ដើរចឹងដំណើរការស្មូតឡើងវិញអស់ហើយបាទបងប្អូនតាមដានទាំងអស់គ្នាបាទខ្ញុំ select យកដាក់យល់ channel ដើម្បីឲ្យchannel នោះវាអូតូបន្តិចណាបាទឥឡូវខ្ញុំធ្វើការតេស្តហោះហើរបាទកម្ពស់របស់ drone នេះក្រោយពីការជួសជុលសេវា 5.8 ហើយបាទបងប្អូនដែលមានតម្រូវការជួសជុល drone គ្រប់ប្រភេទ DJI បងប្អូនអាចតាក់ទងជាមួយនឹង page DJI Clinic Cambodia យើងខ្ញុំបានបាទសូមអរគុណ